Bà sụt sầy đó nàyថ្ងៃនេះខ្ញុំនឹងប្រាប់ពីផ្សាយមួយដែលជួយយើងរៀន typing ទៅឆាប់បានមានប្រសិទ្ធភាពហើយរៀនឆាប់ចេះហ្នឹងហើយដើម្បីយើងរៀនទៅដើម្បីយើងងាយស្រួលក្នុងការសរសេរអត្ថបទឬសរសេរមេរៀនអីមួយអញ្ចឹងណាដើម្បីយើងចេះសរសេរ type នៅលើ computer អូខេអញ្ចឹង typing ហ្នឹងគឺយើងបាយពាក្យថា typing club ហ៎ club អូខេចាប់ដល់អ្នកនរគ្នានឹងឃើញបាទនេះ typing club អញ្ចឹងចុចលើវាមកបាទចុចដំបូងគេនឹងបង្ហាញយើងថា learn touch បាទ typing for free អញ្ចឹង website ហ្នឹង free ទេបាទអញ្ចឹងគេប្រៀនយើង free ទេអញ្ចឹងចុច get start បាទបងដែលមានកូនដែលគាត់មានក្មេងអញ្ចឹងគាត់រៀនទៅឆាប់ចេះពីពួករៀនតាំងពីក្មេងវាឆាប់ចេះ typing ដើម្បីយើងចេះសេអក្សរជាពិសេសបានត្រឹមត្រូវអញ្ចឹងនេះ home roll អញ្ចឹងយើងមើល home roll បាទគេនឹងប្រាប់យើងពីរបៀប So, I hear you want to type like a pro. Let's start by setting up your finger positioning. Look. អូខេនេះជាចំណុចគោលអញ្ចឹងអក្សរដៃចង្អុលរបស់យើងគឺត្រូវដៃហើយអក្សរចង្អុលរបស់យើងគឺ tab F អូខេចាំខ្ញុំថតវីដេអូដាក់មើលដាក់រូបភាពបាទចោលខាងឆ្វេងតាមអក្សរ F ព្រោះគេមាននេះចំណុចនេះសម្រាប់ចំណាំបាទចំណុចនេះសម្រាប់ចំណាំមួយទៀតអក្សរដៃស្ដាំខាងឆ្វេងត្រូវនៅអក្សរ J ចានេះសម្រាប់ចំណាំអក្សរ J ដាក់ដៃមក At the F and J keys on your keyboard. Do you see the bumps on each key? Close your eyes and feel for the bumps using your two index fingers. អូខេដាក់បែបហ្នឹងបិទភ្នែកដាក់ក៏បានដែរហ្នឹងសូមដាក់តាមគេ Take your time, but don't look. Did you get it? អូខេយល់ទេបងប្អូនបែបហ្នឹងដាក់ដូចគេអញ្ចឹងមក Your index fingers should always find their way back to F and J by feeling for those bumps. Now curve your fingers and bring your other បងឲ្យដាក់ទម្រង់ដៃបែបនេះបាទដាក់ត្រូវតាមជួរមកដៃចង្អុលអក្សរ sorry នេះដៃចង្អុលស្ដាំអក្សរ J ហើយដៃកណ្ដាលស្ដាំអក្សរ K ដាក់ដូចគេអញ្ចឹងមកបាទត្រឹមត្រូវដល់គេហៅ home roll ជាអ្នកគ្នាទោះបីយើងទៅមេរៀនផ្សេងបើចុចអានេះក៏ដៃយើងត្រូវត្រឡប់មកវិញចុចហើយត្រឡប់មកវិញអានេះត្រូវចុចហើយត្រឡប់មកវិញទុក home roll ដដែល Their fingers down on the next three keys on either side. This is called the home row position. នេះគេហៅ home roll ទីតាំង home roll position នេះទីតាំងនៅដដែលទោះបីយើងចុចនៅខាងលើនេះក៏យើងត្រូវត្រឡប់មកដៃវិញ For example, to type the letter U, អូខេនេះគឺឧទាហរណ៍យើងចុចបែបនេះដល់ពេលដែលយើងចុច right index finger will ចុចអក្សរ U travel up one key and then quickly return to the មកវិញបាទទៅ home row វិញទៅជួរដដែលវិញអញ្ចឹងយើងចុចអក្សរ U ដែលយើងចុចអក្សរ U អញ្ចឹងត្រឡប់មក bump on the J key. Okay, before we start, there is only one rule you must always follow. Never, ever look at the keyboard while typing. Fast typists forget about the keyboard. បាទចុចហើយត្រឡប់មកវិញបាទ And don't even realize their fingers are at work. បាទចុច key នេះក៏មកវិញដែរត្រឡប់មកវិញ They feel one with the computer. After some practice, you'll start feeling it too. The computer becomes a part of your body, and your mind is in full control.
Let's get started. អូខេចប់ហើយអរគុណចឹងមេរៀនក្រោយយើងនឹងចុច type គេតែម្ដងគេថានេះក៏វាយល់បន្តិចហើយរៀនក្រោយយើងនឹងរៀន